ដុសឲ្យកាក់ងាប់ដុសឲ្យកាក់ងាប់បាទបងណាអ្នកបងអ្នកចាំថ្មីបងត្រូវស្ដាប់នៅវីដេអូបន្តិចដើម្បីបាននៅចំណេះដឹងក្នុងការចាំចង្រិតពណ៌ខ្មៅបងណាចង្រិតពណ៌ខ្មៅអ្នកដែលចាំថ្មីហើយដែលប្រើទៅលើកស៊ូផ្លាស្ទិកធ្វើជាអាងបងណាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ដែលចូលចិត្តខាងការចាំចរិតហើយបងប្អូនជាអ្នកចាំថ្មីដែលគាត់ជិបចាប់ដើមថ្មីហើយចាំចង្រិតពណ៌ខ្មៅឬក៏ចង្រិតស្លាបក្រហមពណ៌ខ្មៅហ្នឹងបងណាអញ្ចឹងបងភាគច្រើនគឺគាត់ឃើញគេធ្វើកស៊ូចាំឲ្យប្រើកស៊ូនឹងផ្លាពងមាន់ណាបងប្អូននឹងឲ្យបងប្អូនសម្រាប់បងអ្នកចាំថ្មីហើយចូលចិត្តប្រើផ្លាពងមាន់ជាមួយនឹងកស៊ូផ្លាស្ទិកហ្នឹងធ្វើជាអាងបងត្រូវដឹងថាប្រភេទចរិតខ្មៅនេះគឺនៅពេលដែលបងប្អូនចាំតវងហើយប្រើអាងជាកស៊ូហើយប្រើផ្លាពងមាន់បងណាប្រើផ្លាពងមាន់ហើយសម្រាប់បងដែលចាប់តាមថ្មីហ្នឹងគឺផ្លាពងមាន់ហើយនឹងកស៊ូថ្មីផ្លាពងមាន់ថ្មីគឺបងនឹងជួបកូនចរិតងាប់ខ្ទង់3 ទៅ 5% ហើយបើច្រើនអស់គឺ 10% បងណា 10% ប៉ុន្តែបើសិនជាបងប្អូនចាំបាន2វគ្គទៅ3វគ្គផ្លាពងមាន់ហ្នឹងគូពី3វគ្គកស៊ូនឹងគូពី2វគ្គមិនទាន់បដូរបងណាបងនឹងជួបផលវិបាកច្រើនចំពោះការចាំចរិតពណ៌ខ្មៅនៅពេលដែលវាចេញស្លាបវែងឬក៏ចេញអាយកាក់លេខទី1ទី2ហើយចិញ្ចឹមវគ្គ1វគ្គ2វគ្គ3បងណាវគ្គ2វគ្គ3គឺបងប្អូននឹងមានចម្ងល់ថាហេតុអីក៏ចរិតបងប្អូនចិញ្ចឹមវគ្គ2វគ្គ3ហ្នឹងគឺវាងាប់ខុសពីធម្មតាងាប់ចាប់ពី50ទៅ70% នៃចង្រិតក្នុងអាងបងប្អូនហ្នឹងហើយបងប្អូនថ្ងៃហ្នឹងខ្ញុំចង់ជម្រាបជូនបងប្អូនបន្តិចថាអាចប្រភេទចរិតក្រហមពណ៌ខ្មៅហ្នឹងស្លាបខ្លួនមើលទៅកម្ៅហើយស្លាបពណ៌ក្រហមហ្នឹងគេប៉ារ៉ាណាបងប្អូនណាប៉ារ៉ាស្លាបក្រហមហ្នឹងកាលណាតែយើងចាំដវងគឺដាក់កស៊ូផ្លាស្ទិកហើយប្រើប្រាពងមាន់ថ្មីគឺអត់ទាន់មានងាប់ច្រើនទេបងប្អូនអត់មានងាប់ច្រើនទេ3 ទៅ 5% ការងាប់របស់វាប៉ុន្តែបើយើងចំវគ្គ1វគ្គ2វគ្គ3គឺអត្រាងាប់គឺ50 ទៅ 70% បងប្អូនណាសម្រាប់អាងប្រើជាកស៊ូផ្លាស្ទិកហើយនឹងប្រើផ្លាពងមាន់ប៉ុន្តែបើប្រើសម្រាប់អាងស៊ីម៉ង់ឬក៏អាង Smart Board វាអត់សូវមានអត្រាងាប់ដល់ 50-60% បងប្អូនមានអត្រាងាប់ត្រឹមតែ10 ទៅ 20% បងប្អូនណានៅពេលដែលយើងប្រើអាងច្រើនដងនៅពេលដែលយើងប្រើសបុកច្រើនដងប៉ុន្តែបើអាងថ្មប្រើលើកទី1សបុកលើកទី1ដែរសបុកថ្មីអាងថ្មថ្មីគឺអត្រាការងាប់គឺសឹងតែ1% បងប្អូនសឹងតែ 1% អត់មានដល់10-20% ទេដោយសារតែអាងថ្មហើយក៏សបុកថ្មីបងប្អូនណា